សួស្តីបងប្អូនទាំងអស់គ្នានេះម៉ោងមិន10ជាងហើយមកធ្វើអាម៉ុកបងប្អូនចានេះជាគ្រឿងផ្សំផលអាម៉ុករបស់ខ្ញុំមាននេះត្រីសាច់ត្រីចំនួន1គីឡូបងប្អូនចាហើយនេះជាគ្រឿងខ្ញុំសម្រាប់យកទៅបុកមានគល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចសើចល្មៀតខ្ទឹមសអានេះម្ទេសឆ្អើរគេកិនហើយមានកាពិមានខ្ទិះដូងហើយនឹងនេះខ្ញុំទុកសម្រាប់ដាក់មុខអាម៉ុករបស់ខ្ញុំហើយអាម៉ុកសិននេះខ្ញុំដាក់ជាមួយត្រួយកតួនបងប្អូនខ្ញុំរកស្លឹកញអត់បានណាហើយនឹងខ្ញុំធ្វើកតងស្លឹកចេកហ្នឹងអត់ទាន់បានធ្វើផងបងប្អូនមកថតបង្ហាញបងប្អូនសិនឥឡូវយើងយកគ្រឿងយើងទៅបុកសិនចាឥឡូវខ្ញុំដាក់នេះកាពិហើយនឹងម្ទេសយើងចូលហើយយើងបុកបន្តទៀតណាបងប្អូនចូលមកចាក់គ្រឿងបុករបស់យើងនឹងចូលមករ៉ូឌីស្ករទឹកត្រីចេងប្រេងខ្យងខ្ញុំដាក់បន្តិចណាតោះមកយើងចាក់ទឹកខ្ទិះដូងយើងចូលចាបន្ទាប់មកបងប្អូនខ្ញុំដាក់ម្សៅឆាចូលតិចណាបងប្អូនអាម៉ុករបស់យើងតដាក់ម្សៅឆាចាបន្ទាប់មកយើងដាក់លឹកកតួតចឹងមកហើយយើងដួសអាម៉ុកយើងដាក់ក្នុងកតោលឹកចេកហ្នឹងបងប្អូនខ្ញុំហៅកតោកតងលឹកចេករបស់យើងនឹងមកហើយយើងចាប់ដើមដាក់ត្រីយើងចូលដោយសារកតងខ្ញុំធ្វើរឿងទូចដែរបងប្អូនព្រោះឆ្នាំងខ្ញុំវាទូចឆ្នាំងចំហុយខ្ញុំទូចដោយសារឆ្នាំងយើងទូចចឹងដែរឥឡូវខ្ញុំយកមកដាក់ឆ្នាំងចំហុយហើយយើងក្របមកចាឃើញថាមុខយើងចិត្តឆ្អិនហើយឥឡូវខ្ញុំដាក់នេះខ្ទិះដូងបងប្អូនខ្ទិះដូងខ្ញុំកូរជាមួយម្សៅឆាយើងយកដាក់មុខលើមកចាយើងដាក់នេះស្លឹកក្រូចសើចមកបងប្អូនដើម្បីមើលទៅឃើញស្អាតណាមកសតុះទៀតមកអាម៉ុកយើងឆ្អិនហើយចាបងប្អូននេះឃើញថាអាម៉ុករបស់ខ្ញុំមកបានឆ្អិនហើយណាបងប្អូននេះរសជាតិឆ្ងាញ់បងប្អូន ច
หมกนี่หมกត្រីឌៀបបងប្អូន